headផលដែលយើង trade អត់ចំណេញ head ផលដែលយើង trade អត់ចំណេញដោយសារតែយើង emotional ខ្លាំងពេកយើងចូលផ្សារដល់ពេលដែលយើងគ្រប់ target ហើយយើងនៅតែបន្ត trade ពេកអញ្ចឹងការ trade នេះកុំព្យាយាមយើងឈួតជាមួយនឹង trade អ្នកនរគ្នាកាលណាដែលយើងព្យាយាមឈួតជាមួយនឹង trade យើងអត់បានទទួលនៅផលចំណេញទេដូចជា target របស់យើងកំណត់ថាក្នុងមួយថ្ងៃយើងទទួលបាន$10 $20 $30 កាលណាដែលគ្រប់ target ដែលយើងចង់បានហើយយើងបិទឆោលយើងឈប់ trade តែម្ដងកាលណាដែលយើងព្យាយាមបន្តនៃការ trade ទៀតយើងអាចនឹងខាតទាំងចំណេញហើយខាតទាំងដើមទុនផងដែរដោយសារតែយើងព្យាយាមខាតហើយចូលហើយចូលទៀតចូលហើយចូលទៀតអញ្ចឹងធ្វើឲ្យយើងខាតបង់ទាំងការចំណេញខាតបង់ទាំងដើមទុនអញ្ចឹងបើសិនជាយើងអ្នក trade មែនយើងព្យាយាមបង្កើតវិន័យខ្លួនឯងយើងដើរទៅតាមអ្វីដែលវិន័យដែលយើងបង្កើតមកយើងកំណត់ target ខ្លួនឯងថាក្នុងមួយថ្ងៃយើងចូលប្រហែលដងយើងចូលក្នុងមួយថ្ងៃច្រើនបំផុត4ដងឬក៏3ដងឬក៏2ដងអូខេបើដោយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំចូលក្នុងមួយថ្ងៃគឺ4ដងបើសិនជាពេលថ្ងៃខ្ញុំចូល2ដងនៅម៉ោង London ហើយគឺខ្ញុំទទួលបាន profit ហើយគឺខ្ញុំឈប់ហើយយប់ឡើងទោះបីផ្សារដើរយ៉ាងម៉េចក៏ខ្ញុំលែងខ្វល់ដែរបើសិនជាពេលថ្ងៃខ្ញុំចូល2ដងខាតពេលយប់ខ្ញុំចូល2ដងទៀតឬខ្ញុំទទួលបានrecover យកដើមទុនមកវិញដែលទាំងខាតពេលថ្ងៃហើយដែលយើងទទួលបានផលចំណេញហើយគឺខ្ញុំចូលតែម្ដងទេអញ្ចឹង4ដងនេះគ្រាន់ថាបើសិនជាលើសពី4ដងខ្ញុំអត់ចូលទេអញ្ចឹងកាលណាដែលយើងអត់មានវិន័យសម្រាប់ខ្លួនឯងក្នុងការ trade ទេទោះបីអ្នកទាំងអស់គ្នា trade យ៉ាងម៉េចក៏ដោយក៏យើងអត់ទទួលបាននៅផលចំណេញដែរអូខេខ្ញុំមានសារប៉ុណ្ណឹងបាយ